បន្តទៀតមកគូពិសេសទី3ឈានចូលមកដល់ទឹកទី2បង្គោលក្រហមអ្នកលេងអាវយ័នរឹកទីបុរិនប៉ះជាមួយនឹងបាទនាគតូចបាទបងស្ទឹងសង្កែគឺកីឡាករបញ្ញាភក្តីអ្នកខេត្តបាត់ដំបងបាទណែទឹកទី1បាទបដូរគ្នាជក់ចិត្តបាទនៅពេលដែលប្រកួតបែបនេះបានដឹងថាដៃគូរបស់បុរិននេះគេថាមានច្រើនបាទដើម្បីតែត្រៀមបុរិនត្រៀមប៉ះជាមួយនឹងបុរិនបាទជាពិសេសគេថាអ្នកបណ្ដាលនៅតាមជាដែនអ្នកបណ្ដាលនៅតាមបណ្ដាក្លឹបផ្សេងបាទយ៉ាឥឡូវនេះចាំមើលថាបញ្ញាភក្តីធ្វើបានល្អកម្រិតណាសម្រាប់មកប៉ះបុរិនលើកនេះបាទខណៈដែលមិត្តរួមក្លឹបរបស់គេគឺហូអាណាន់បាទទម្ងន់40គីឡូក្រាមដូចគ្នាក៏ចង់ប៉ះបុរិនដែរចង់សាកស្នៀតដូចគ្នាបាទចង់សាកស្នៀតគុណដូចគ្នាឥឡូវនេះជង្គង់បាទព្យាយាមខ្ទាស់បាទបញ្ញាភក្តីនៅពេលដែលចូលចាប់គឺដៃគាត់មកលុកខ្ទាស់ចូលខាងក្នុងជាប់បាទកែងរូបខ្លីមួយទៀតរបស់បញ្ញាភក្តីបាទបុរិននៅតែបន្តដើរចូលតិចបាទចាក់ជើងក្រោមស្ដាំមួយបាទបរិនប្រកួតចុងក្រោយនៅទឹកដីឡាយបាទឈ្នះបន្ទុកកីឡាករសៀវដាំបាទចាក់មកដើរចូលទៅសម្លឹងមើលបាទសម្លឹងមើលឲ្យស្ទុះចូលបាទដរិចបាទទាត់ស្ដាំរបស់បញ្ញាភក្តីចាប់ជើងបានទាត់ស្ដាំសមកវិញរបស់រដ្ឋីបរិនបាទដើរចូលនៅថ្ងៃនេះសម្បីតែលោកគ្រូផាត់ស្ដាក៏បាទមកជួយបោះប្លង់ដល់បរិនដែរព្រោះថាបញ្ញាភក្តីនេះក៏មិនធម្មតាបាទមិនធម្មតាដូចគ្នាបាទញាក់មួយបាទកំពុងតែសម្លឹងមើលគៀងបាទទាត់ម្នាក់មកជើងកងស្មងបាទចាក់ជើងក្រោមទម្ងន់របស់បុរិនបញ្ញាភក្តីប្រាប់គោះបាទគោះឲ្យទាត់ទៀតខាងជើងដូចរៀងមិនស្រងដែរធ្លាប់តែល្បីតែបុរិនទម្ងន់តែធាក់ទល់មួយរបស់បញ្ញាភក្តីបាទអាយ៉ាបាទតែអ្នកទាំងពីរសមត្ថភាពប្រហាក់ប្រហែលគ្នាបើមិនជាអត់ប្រហាក់ប្រហែលគ្នាក៏មិនមែនថាឆ្លងមកដល់ពាក់កណ្ដាលផ្លូវទឹកទី2ដែរបាទប៉ះជាមួយនឹងបញ្ញាភក្តីនេះក្រៅតែពីបុរិនក៏ពិបាកហើយបុរិននេះបាទប៉ះបញ្ញាភក្តីនេះក៏តែពិបាកដូចគ្នាបាទដើរចូលធាក់តលមួយបុរិននៅតែព្យាយាមបាទដាក់គំនាបបាទព្យាយាមគៀងអាយ៉ាចាក់ជើងក្រោមបុរិនមិនជាសម្លឹងជើងក្រោមមកវិញបាទបដូរយុទ្ធសាស្ត្របាទវាលើទៅសេរីក្រោមវាក្រោមទៅសេរីលើបាទដើរចូលក្តាប់ដៃស្ដាំទាត់ស្ដាំរបស់បញ្ញាភក្តីទាត់ស្ដាំកាត់ធ្ងន់របស់រដ្ឋីបុរិនបាទបុរិននៅបន្តដើរចូលជាបន្តទៀតលុកក្តាប់ដៃស្ដាំមួយចាប់ជើងបានរបស់បុរិនជាជាគ្រាទាត់ស្ដាំរបស់បុរិនបញ្ញាភក្តីបាទកតលរីមៀមួយសិនបាទអ្នកកតលរីមៀឲ្យក៏ចូលចាប់ជាជាប់ត្រង់នេះលោកបញ្ញាកដាលចាប់បំបែកបាទពេលវេលានៅសល់30វិនាទីជាបន្តទៀតបាទក្នុងគូល្អមើលពេលវេលាដើរលឿនមែនទែនបាទជួអថាស្បៃមើលមកចិត្តចាប់បាត់បាទទ្វេងបាទលុកដល់ដៃស្ដាំរបស់បុរិនបាទបញ្ញាភក្តីចាក់ជើងក្រោមកាត់សមកវិញបាទទាត់ឆ្វេងរបស់បញ្ញាភក្តីពីជើងដុកបាទគៀក្តាប់ដៃខ្លីចូលចាប់គ្រាជាប់ជង្គង់ឲ្យធ្វើចំណាអត់បានអាលះបាយ៉ាកែងបេះមួយរបស់បុរិនបាទប្រចាំខាងក្រោមមកបេះមកកែងបាក់ណែគប់មកកែងចូលគោលកមួយទៀតបាទគេថាសិតតែបច្ចេកទេសក្បាច់ស្នៀតក្បួនល្អដូចគ្នាអ្វីត្បិតថាក្នុងប្រភេទទម្ងន់ស្រាលអ្វី